ចាប់មិនចេះអស់ចាប់មិនចេះហើយចាប់រហូតចាប់តាំងពីយូរយារណាស់មកហើយចាប់រហូតដល់ឥឡូវនៅតែចាប់បន្តនៅតែមាននៅឯរាជធានីភ្នំពេញនៅថ្ងៃទី25ខែកុម្ភៈឆ្នាំ2026កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឃាត់ខ្លួនជនសង្ស័យចំនួន21នាក់ដែលពាក់ព័ន្ធទៅនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញនៅក្នុងប្រតិបត្តិការបង្ក្រាបការប្រព្រឹត្តសកម្មភាពបទល្មើសនេះមានទីតាំងនៅក្នុងអគារ Star City អគារទី2ជាន់ទី9បន្ទប់លេខ912សង្កាត់អូបែកអមខណ្ឌសែនសុខរាជធានីភ្នំពេញមនុស្សប្រុសស្រីទាំង21នាក់ដែលត្រូវបានឃាត់ខ្លួននេះមានជនជាតិចិនចំនួន16នាក់ជនជាតិឥណ្ឌាចំនួន1នាក់ជនជាតិប៉ាគីស្ថានចំនួន2នាក់ក្នុងនោះមានស្ត្រីម្នាក់និងជនជាតិនេប៉ាល់ចំនួន2នាក់ក្នុងនោះដែរសមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួនរួមមានកុំព្យូទ័រ all in one កុំព្យូទ័រជួលដៃនិងទូរស័ព្ទដៃមួយចំនួនផងដែរបច្ចុប្បន្នសមាជិកជំនាញកំពុងសហការជាមួយភាគីពាក់ព័ន្ធដើម្បីបន្តស្រាវជ្រាវបន្ថែមទៀតដើម្បីឈានទៅចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោងនៃការឆបោកតាមប្រព័ន្ធអនឡាញបច្ចេកវិទ្យានេះខណៈពេលជនរកសង្ស័យនិងវត្ថុតាងត្រូវបានប្រកល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងសមាជិកពាក់ព័ន្ធដើម្បីអនុវត្តតាមនីតិវិធីច្បាប់ចំណែកឯទីតាំងខាងលើត្រូវបានបិទជាបណ្ដោះអាសន្នសូមបញ្ជាក់ផងដែរថាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានបញ្ជាក់នាពេលកន្លងមកយ៉ាងច្បាស់ថាកម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់នៅក្នុងការប្រព្រឹត្តការឆបោកឬបទល្មើសឆ្លងដែនឡើយរាល់បុគ្គលឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនោះនឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់ឬការអន្តរាគមន៍ណាមួយឡើយវិធានការដែលបាននឹងកំពុងអនុវត្តទាំងនេះនឹងអាចធ្វើឲ្យកម្ពុជាឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធអនឡាញបច្ចេកវិទ្យានៅពេលខាងមុខ